រុស្ស៊ីប្រើដ្រូនវាយប្រហារលើសួនកុមារនៅទីក្រុងខាគីវរបស់អ៊ុយក្រែនបណ្ដាលឲ្យស្លាប់ម្នាក់ខណៈកុមាររាប់សិបនាក់ទៀតត្រូវបានជម្លៀសចេញនេះបើយោងតាមសារព័ត៌មានអាចារ្យសារ៉ាដែលបានចុះផ្សាយនៅថ្ងៃទី23ខែតុលាឆ្នាំ2025ខ្ញុំបាទក៏សូមបញ្ជាក់ផងដែរថាសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនគឺមានរយៈពេលជាង1300ថ្ងៃហើយក្នុងនោះបណ្ដាលឲ្យស្លាប់កងទ័ពរួមនឹងប្រជាជនរាប់ម៉ឺននាក់ឯណោះបាទក្នុងសង្គ្រាមនេះផងដែរលោកប្រធានាធិបតីដូណាល់ត្រាំក៏បានព្យាយាមធ្វើការសម្របសម្រួលបញ្ចប់ជម្លោះជាច្រើនលើកច្រើនសារមកហើយប៉ុន្តែត្រូវបរាជ័យខណៈដែលប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបានប្រកាន់យកត្រូវរៀងខ្លួនដោយរុស្ស៊ីប្រកាន់ជំហរវាយដណ្ដើមយកទឹកដីរបស់អ៊ុយក្រែនខណៈអ៊ុយក្រែនព្យាយាមទប់ទល់ដោយផ្អែកថាសង្គ្រាមនេះពុំមែនការពារតែទឹកដីអ៊ុយក្រែនទេគឺថែមទាំងបានការពារប្រទេសលោកខាងលិចផងដែរសង្គ្រាមរវាងប្រទេសទាំងពីរនេះឃើញថាប្រទេសរុស្ស៊ីមានការគាំទ្រកងទ័ពពីប្រទេសកូរ៉េខាងជើងរីឯប្រទេសអ៊ុយក្រែនវិញឃើញថាមានការគាំទ្រផ្នែកសភាវុធពីបណ្ដាលោកខាងលិចជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដងលោកដូណាល់ត្រាំកន្លងទៅក៏ធ្លាប់បានដាក់សម្ពាធឲ្យលោកពូទីនចរចាបញ្ចប់ជម្លោះផងដែរត្រឹមរយៈពេល50ថ្ងៃប៉ុន្តែលោកពូទីនហាក់មិនយកចិត្តទុកដាក់ចំពោះអសន្នវត្តនោះទេហើយថ្មីនេះលោកដូណាល់ត្រាំក៏បានប្រាប់លោកសេឡេនស្គីឲ្យកាត់ដីឲ្យរុស្ស៊ីដើម្បីដោះដូរនឹងសន្តិភាពប៉ុន្តែត្រូវលោកសេឡេនស្គីបដិសេធយ៉ាងណាក៏ដោយចំនួនមួយនេះក៏បានអូសបន្លាយរយៈពេលជាង1000ថ្ងៃធ្វើឲ្យរុស្ស៊ីនេះទន់ដៃនិងគំរាមប្រើអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់បាទយ៉ាងណាក្តីគេឃើញថាប្រទេសរុស្ស៊ីតែងតែប្រមានចំពោះការប្រើប្រាស់អាវុធប្រឡាយលោកប្រសិនបើខ្លួនចាញ់សង្គ្រាមឬមួយក៏បណ្ដាលលោកខាងលិចនេះផ្ដល់អាវុធចម្ងាយឆ្ងាយដើម្បីបាញ់ចូលទឹកដីរុស្ស៊ីប៉ុន្តែគេឃើញថាការគម្រាមនេះគឺដដែលនោះទេហើយនៅពេលថ្មីនេះលោកដូណាល់ត្រាំក៏បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងដ៏ធំមួយរបស់រុស្ស៊ីដើម្បីដាក់សម្ពាធដល់លោកពូទីនឲ្យចរចាបញ្ចប់ជម្លោះនិងមានកិច្ចព្រមព្រៀងឈប់បាញ់ប៉ុន្តែលោកពូទីនហាក់រឹងពុំស្ដាប់នោះឡើយក្នុងនោះផងដែរលោកប្រធានាធិបតីដូណាល់ត្រាំក៏បានប្រកាសផ្ដល់មីស៊ីលដ៏ទំនើបមួយដល់អ៊ុយក្រែនដើម្បីជាការប្រមានដល់លោកពូទីនឲ្យបញ្ចប់ជម្លោះប៉ុន្តែលោកពូទីនហាក់នៅតែប្រងើយកន្តើយនៅឡើយទេហើយនៅពេលថ្មីនេះលោកដូណាល់ត្រាំក៏បានបបួលលោកពូទីនដើម្បីទៅប្រជុំនៅប្រទេសហុងគ្រីប៉ុន្តែការប្រជុំដែលបានគ្រោងទុកនេះត្រូវបានលោកដូណាល់ត្រាំប្រកាសផ្អាកវិញដោយលើកហេតុផលថាលោកពូទីនគ្មានឆន្ទៈក្នុងការបញ្ចប់សង្គ្រាមក្រោយពេលលោកដូណាល់ត្រាំប្រកាសបញ្ចប់កិច្ចប្រជុំនិងប្រកាសផ្អាកកិច្ចប្រជុំបែបនេះស្រាប់តែលោកពូទីនធ្វើសម្ពយុទ្ធនុយក្លេអ៊ែរតែម្ដងដើម្បីប្រមានដល់បណ្ដាលោកខាងលិចជាពិសេសគឺសហរដ្ឋអាមេរិកនិងអ៊ុយក្រែនបាទខ្ញុំបាទមានសេចក្តីរាយការណ៍តែប៉ុណ្ណេះសិនបាទសូមអរគុណនិងសូមជម្រាបលា